ខាងស្រីឡើងមកដេកលើផ្ទះខាងប្រុសឡើងចាប់កាយជាមួយគ្នាបាន3ដងចុងក្រោយខាងស្រីទៅប្តឹងទារលុយ$20,000ខាងប្រុសគ្មានលុយឲ្យហើយក៏ត្រូវបានគេវាយខ្នោះរុញឲ្យចូលដេកគុកបានសម្រេចបាទមានរឿងថ្មីឲ្យប្លែកទៀតហើយបាននៅខេត្តព្រៃវែងដោយបងស្រីហើយនិងបងប្រុសនេះគាត់ថាកូនប្រុសរបស់គាត់ត្រូវបានជាប់គុកដោយសារតែបាននារីម្នាក់បាទដែលត្រូវជាថាគូសង្សារណាបងណាគាត់ថាក្មេងស្រីនោះឡើងមកតាមកូនគាត់ដេកដល់លើផ្ទះគាត់នេះស្រាប់តែដេកបានគ្នាចំនួនប៉ុន្មានដង3ដងត្រូវរើគ្នាណាគាត់ថាត្រូវរើគ្នាសោះបែរជាខាងស្រីទៅប្តឹងសមត្ថកិច្ចថាចាប់រំលោភណាឥឡូវកូនប្រុសគាត់ត្រូវចប់ពីបទរំលោភគេហើយគេទាចំនួនប៉ុន្មាន$20,000ទាប្រាក់ចំនួន$20,000បាទអត់មានលុយឲ្យគេឥឡូវជាប់គុកប្រហែលខែប៉ុន្មានឆ្នាំហើយមិន10ខែជាងហើយដល់ចិត្តមួយឆ្នាំហើយបាទឥឡូវនេះរឿងក្តីដល់សាលាឧទ្ធរហើយដោយសារតែគាត់មិនអស់ចិត្តបាទគាត់ឃើញនឹងសាកសីថាក្មេងស្រីនោះមកដេកនឹងផ្ទះខាងប្រុសនេះដល់លើផ្ទះហើយស្រាប់តែដល់ពេលត្រូវរើគ្នាហើយបាយជាប្តឹងយកលុយ$20,000ឥឡូវអត់លុយឲ្យគេបាយជាជាប់គុកឥឡូវសម្ភារផ្ទាល់តើអង្គហេតុយ៉ាងណាបាទជំរាបសួរបងកៅអៀកក្តៅខុនម៉ៃជួយបំបត្តិការឈឺចាប់តាមរាងកាយឈឺសន្លាក់ផ្លោះក្រិចជាប់សរសៃបានយ៉ាងល្អធានាប្រាមិនបានផលបដូរលុយជូនវិញទំនាក់ទំនងលេខទូរស័ព្ទ016695955គីនេះគ្រាប់ផ្លែឈើធម្មជាតិធ្វើឲ្យម៉ាក់គេងលក់ស្រួលជួយដល់ជាតិខ្លាញ់និងចុះជាតិស្ករជាតិអាស៊ីតបានល្អហើយអត់ធ្វើតុងអត់កម្លាំងអីទេហើយស្រកគីឡូយឺតជាពិសេសស្រកខ្លាញ់នឹងហ្មងខ្លាញ់កន្លែងកម្ពុជាឆាត់មុខថែរក្សាសម្រស់ Honeyvin មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទបាទបងបងឈ្មោះអីមុខខឹមចំណិតហើយកូនប្រុសបងដែលជាប់គុកនោះឈ្មោះអីយ៉នសៃហាអាយុប៉ុន្មានអាយុ17នៅភូមិឃុំអីនេះភូមិត្រាភូមិកញ្ចំស្រុកពីរាំងខេត្តព្រៃវែងឃុំត្រាឃុំកញ្ចំស្រុកពីរាំងខេត្តព្រៃវែងណាក្មេងស្រីនឹងត្រូវរើគ្នាពីដំបូងឡើងគេសង្សារដែលមានរឿងថាផ្ទះខ្ញុំមានបនទៀនអីក្មេងនឹងចិត្តមកខ្ញុំដឹងលើទាំងអស់មកដល់ហ្នឹងចាមកដល់ចុះឡើងស្រឡាញ់គ្នារយៈពេល7ឆ្នាំចុះបងមានសួរកូនបងអត់មានបញ្ហាហ្នឹងប្រហែលដងដែលគេចោទថាមលោភនេះវាថាត្រូវរើគ្នាបាន3ដងចុះបើត្រូវរើគ្នាមិនដោះស្រាយតាមប្រពៃណីអីចឹងទៅមិនរឿងហ្នឹងមុនដំបូងទៅត្រឹមប៉ុស្តិ៍ទេគេផ្ដាំងប៉ុស្តិ៍ខ្ញុំមកពីធ្វើការម៉ោង4ហ្នឹងប៉ុស្តិ៍គេហៅទៅគេថាមកបំភ្លឺរឿងកូនតិចកូនគេហៅមកប៉ុស្តិ៍ហើយតែប៉ុស្តិ៍គេទេហៅហ្នឹងខ្ញុំទៅខាងស្រីគេផ្ដាំងថាកូនខ្ញុំហ្នឹងចាប់លោភគេដល់ហើយបាទទៅធូរឡើងដល់ពេលល្ងាចតិចគេមកផ្ដាំងប៉ុស្តិ៍ថាទៀតគេថាគេផ្ដាំងយក$20,000អញ្ចឹងបានន័យថាបន្ទាប់ពីដេកនៅមួយគ្នាបានប្រហែលថ្ងៃប្រហែលខែបានគេទៅប្តឹងហើយជិត1ឆ្នាំខ្ញុំមានកដាស់ស្នាមភូមិដែលស្រីនឹងឡើងមកដេកផ្ទះខ្ញុំមកយប់ខ្ញុំភ័យពេកខ្ញុំទៅជម្រាបភូមិមានកដាស់ស្នាមអូពេលដែលនារីនឹងមកដេកដល់ផ្ទះខាងប្រុសយើងហ្នឹងយើងភ័យពេកយើងទៅជម្រាបភូមិដែរដើម្បីការពារកុំឲ្យគេចោទហើយចុងក្រោយគេចោទដដែលមានកដាស់ស្នាមអត់ប្រយោជន៍ខាងស្រីនឹងគេមានខ្សែគេហៅទៅខាងអគ្គស្នងការខ្សែនៅគេថាផ្កាយ3ប្រហែលជាសួរចម្លើយកូនខ្ញុំប្រហែលជា5 6ម៉ោងចូលដាក់ក្នុងបន្ទប់គេដាក់ខ្នោះកូនខ្ញុំហើយគេដាក់ខ្នោះគេសួរចម្លើយសួរទៅឥឡូវអីឯងមាន$4,000អត់ខ្ញុំឲ្យកូនអីឯងនៅក្រៅឃុំខ្ញុំថាខ្ញុំអត់មានទេបើមាន$4,000យកខាងស្រីមកនិយាយជាមួយខ្ញុំ$4,000ដោះស្រាយជាមួយគ្នាគេថាអីគេមានយកលុយអីឯង$4,000ទេគេយក$20,000អីឯងមាន$20,000អត់អូ$4,000ហើយឡើងមកដល់$20,000ចាខាងស្រីគេយក$20,000គេ$4,000គេយកខាងពី$4,000ប៉លីសនៅក្នុងហ្នឹងគេប្រាប់ចឹងចាហើយដល់ពេលហើយយើងថាម៉េចខ្ញុំថាខ្ញុំ$4,000ខ្ញុំគ្មានទេខ្ញុំមានតែបកផ្ទះគេថតផ្ទះខ្ញុំទៅទៀតគេថតផ្ទះគេបង្ហាញផ្ទះខ្ញុំគេថាបើកូនអីឯងមិនមកក្នុងឯហ្នឹងទេគេទៅចាប់ដល់ផ្ទះហើយខ្ញុំមានផ្ទះមានអីខ្ញុំស្គាល់កន្លែងច្បាស់លាស់គេខ្ញុំសួរថាខ្ញុំអត់មានលុយឥឡូវខ្ញុំសុំសួរបន្តិចខ្ញុំងងណាស់ខ្ញុំមិនចេះអសរទេមិនកូនខ្ញុំនៅត្រឹមប៉ុស្តិ៍ទេឥឡូវមិនកូនមកដល់អគ្គស្នងការហ្នឹងគេថាគេផ្ទះតុកខាងគេច្អសឹងដល់ចៅខ្ញុំហ្នឹងគេថាអីឯងអត់ដឹងអីទេប៉ុណ្ណឹងហើយកូនអីឯងគេចាប់ខាងស្រីគេមានខ្សែផ្កាយ3អីអូគេថាចឹងហ្មងគេថាខាងស្រីមានខ្សែផ្កាយ3ចាមានខ្សែផ្កាយ3អញ្ចឹងគេត្រូវទា$20,000ហ្នឹងចា$20,000បីអីមាន$20,000កូនអីឯងបានផ្ទះហើយគេចេញហ្នឹងហើយដល់ពេលយើងមិនយើងអត់មាន$20,000ទេបានរហូតដល់ឈានដំណាក់កាលឯងឡើងម៉ោងផាយជា2:10កន្លះខាងដែលនៅក្នុងបន្ទប់គ្នា5នាក់ហ្នឹងតែមកខ្ញុំថាអីកូននេះឯងគេបញ្ជូនទៅខេត្តព្រៃវែងហើយទៅសាលាដំបងព្រៃវែងខ្ញុំថាហើយយកលុយខ្ញុំមកលៀនហើយថាឲ្យកូនខ្ញុំមកផ្ទះមិនក៏បញ្ជូនកូនខ្ញុំទៅខេត្តព្រៃវែងអូគេឆ្លើយថាខ្ញុំអត់បានដឹងទេខ្ញុំអត់បានទទួលអត់ដឹងរឿងលុយទេគេថាគេអត់បានទទួលអីទាំងអស់អញ្ចឹងអាមលៀនហ្នឹងអាសាបងបាត់ហើយចាសាបងទង្វើនេះអត់ត្រឹមត្រូវខ្ញុំទ្រាំរយៈពេល1ឆ្នាំហើយខ្ញុំទ្រាំខ្ញុំអត់ហ៊ានគិតរហូតហើយចាខ្ញុំគិតខ្ញុំដេកយំរឿងកូនខ្ញុំផងរឿងដែលគេច្រឡត់ខ្ញុំអត់ចេះអសរចេះអីច្រឡត់អស់យកលុយអស់មលៀនទៀតអូមលៀនខ្ញុំម៉ែខ្ញុំដើរចងតាគេទៅឆ្ងាយកៅ
កាយអៀកក្តៅខុនម៉ៃជួយបំបត្តិការឈឺចាប់តាមរាងកាយឈឺសន្លាក់ថ្លោះក្រេកជាប់សរសៃបានយ៉ាងល្អធានាប្រាមិនបានផលបដូរលុយជូនវិញទំនាក់ទំនងលេខទូរស័ព្ទ016 69 59 55